ប្រាសាទព្រះវិហារស្ថិតក្នុងខេត្តណាប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តព្រះវិហារអូខេបើក្បាលវីដេអូមកឃើញមានការថ្លឹងគីឡូវ៉ាកពស់ហ្នឹងគឺមិនធៀមយកពួកគាត់ទៅធ្វើទាហាននេះអ្នកនរគ្នាតែដោយសារថ្ងៃនេះគឺជាថ្ងៃប្រឡងធ្វើតេស្តសមត្ថភាពរបស់សាលាបាល់ទាត់ CJSS អ្នកនរគ្នាចឹងអ្នកនរគ្នាគាត់จะឆ្ងល់ថាធ្លាប់តែឮការប្រឡងដែលយើងរៀននៅសាលាមានការប្រឡងតែដល់ពេលឥឡូវនេះមកលេងបាល់ទាត់សោះហាត់បាល់ទាត់សោះក៏មានការប្រឡងដែរតែគេប្រឡងអីខ្លះចឹងថ្ងៃនេះខ្ញុំនឹងនាំនៅអារម្មណ៍អ្នកនរគ្នាមកមើលពីការប្រឡងអ្នកនរគ្នាចឹងលំហាត់ទី1ហ្នឹងគឺយើងតេស្តពី flexible របស់គាត់មានថាតើដងខ្លួនរបស់គាត់នឹងអាចពឹកពេនបានអត់អាចអោនទៅទើសក្បាលពោះអីអត់ចឹងណាអ្នកនរគ្នាហើយចំពោះលំហាត់បន្ទាប់ទៀតហ្នឹងគឺលំហាត់បដាបាល់អ្នកនរគ្នាដែលឥឡូវខ្ញុំកំពុងតែបង្ហាញពួកគាត់នេះគឺបដាបាល់ប្រើជើងទាំងឆ្វេងទាំងស្ដាំហើយឲ្យមានភាពរហ័សរហួនហើយនឹងបន្ទាប់មកយើងប៉ះបាល់ឲ្យចូលទៅក្នុងប្រឡោះដែលយើងបានសេពអាត់រួចហ្នឹងបាទតែបើសិនជាខ្ញុំប៉ះខ្លួនឯងអត់ចូលទេគឺសេះសោយបាទធ្វើដល់គ្រូឲ្យប៉ះបាល់ចូលនេះបាទហេងវិញប៉ះចូលបាទencara Messi, encara 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 Messi, gol, 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 gol. ហើយបន្ទាប់ចប់ពី passing មកគឺចូលដល់ shooting ម្ដងយើងចង់តេស្តមើលលើការសុទ្ធរបស់គាត់តែគាត់សុទ្ធច្បាស់អត់អីអត់ចឹងអ្នកគ្នាយើងក៏ចាប់ដើមចងខ្សែចងអីមើលខាន់ចូលប្លង់ណាដែលបានបន្ទុកច្រើនអីចឹងទាត់ចូលមុំកៅចេះសើបានបន្ទុកច្រើនហើយអូនេះទាត់ល្អដូចគ្រូកាលពីកន្លោះចឹងហើយលំហាត់ចុងក្រោយនេះគឺយើងដាក់ឲ្យគាត់លេងហើយតោះមកយើងមើលសមត្ថភាពគាត់លេងជាក់ស្ដែងណាអ្នកគ្នាអូខេអញ្ចឹងថ្ងៃយើងធ្វើអីគេអូខេអញ្ចឹងមានអារម្មណ៍មិនដែរថ្ងៃហ្នឹងសប្បាយហើយណាគេបានបន្ទុកច្រើនជាងគេមើលដឹងហើយហត់ហ្នឹងថ្ងៃហ្នឹងបាច់ញើសចូលចង់ញ៉ាំអីអត់ចង់ញ៉ាំអីតែគ្រូមាន challenge មួយឲ្យលេងតតែយើងលេងឈ្នះមិនបានញ៉ាំអីចង់លេងអត់អូខេអញ្ចឹងតំងជួមួយតោះអូខេបានប្រទេសកម្ពុជាគឺជាអីរៀលអូខេហើយគ្រូបញ្ជាក់រូបិយបានហ្នឹងជាលុយយើងចាយរាល់ថ្ងៃលុយអីគេលុយរៀលអូខេលុយរៀលត្រឹមត្រូវអូខេតោះហើយឬបានរហ័សអូខេសតើប្រាសាទព្រះវិហារស្ថិតក្នុងខេត្តណាប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តព្រះវិហារអូខេត្រឹមត្រូវគេឬបានលុចមើលអត់ទេលុចមើលទេអត់លុចមើលទេអត់លុចមើលគេដល់ញ៉ាំឲ្យមើលកាមេរ៉ាញ៉ាំឲ្យចេញបាត់អូ World Cup 2022ប្រទេសណាលើកពាន Argentina អូខេ Argentina ដល់ choose one This is the end Hold អូខេចាយគ្នាញ៉ាំមុតដៃក្លិនទៅនឹងឆ្ងាញ់ចាញ់បាល់អូខេចាញ់បាល់តោះថយបានហិចម៉ៃទៅណាណូសេងហួរមកណាមើលនេះអាម៉េចមិញតាំងញ៉ាំជាងចុកកន្លះតលឹងទៅឆ្ងាញ់ជាងសុកកន្លះបាទហើយខ្ញុំក៏ចង់បញ្ជាក់ផងដែរថានៅថ្ងៃទី12ខែ7ខាងមុខនេះគឺសាលាបាល់ទាត់ CJS ក៏មានរៀបចំមានការប្រកួតពានរង្វាន់ប្រចាំឆ្នាំរបស់យើងដែរអញ្ចឹងបើសិនជាប៉ាម៉ាក់ឬក៏អាណាព្យាបាលចង់ឲ្យនាំកូនមកហាត់បាល់ត្រៀមចូលរួមប្រកួតក៏យើងអាចចុះឈ្មោះពីឥឡូវនេះទៅអាចឆាតមកខ្ញុំក៏បានឬក៏ឆាតទៅ page ផ្ទាល់របស់សាលា CJS ហ្មងក៏បានដែរអរគុណច្រើន